សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសៀវភៅដែលខ្ញុំលើកយកមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាមានចំណងជើងថា 0 to 1 សៀវភៅនេះមានចំណងជើងតូចៗនៅខាងក្រោមថាបកស្រាយពីអាកំបាំងនៅក្នុងការធ្វើជំនួញនិងពីរបៀបនៅក្នុងការកសាងអនាគតគេថាការប្រកួតប្រជែងមិនអាចនាំមកឲ្យមានការបង្កើតថ្មីទេហើយការដែលគ្រប់គ្រងយកចំណែកទីផ្សារដាច់ខាតទើបជាឫសគល់នៃការបង្កើតថ្មីសៀវភៅនេះមានចំណងជើងជាភាសាខ្មែរថាពី0ទៅ1ដែលជាសៀវភៅធុរកិច្ចដែលលក់ដាច់ខ្លាំងជាងគេដែលមានកំណើតមកចេញពី Silicon Valley ហើយស្ថាបនិកនិពន្ធរបស់សៀវភៅនេះគឺលោក Peter Thiel ដែលជាសហគ្រិនល្បីឈ្មោះនៅ Silicon Valley បានបង្កើត PayPal នៅក្នុងឆ្នាំ1998ហើយក្រោយមកបានលក់ខ្លួនដោយ eBay ក្នុងតម្លៃខ្លួន$1,500 លាននៅក្នុងឆ្នាំ2002ក្រោយមកគាត់បានក្លាយជាអ្នកវិនិយោគនៅក្នុងវិស័យធុរកិច្ចនិងហិរញ្ញវត្ថុដែលធ្លាប់វិនិយោគដំបូងគេទៅលើក្រុមហ៊ុន Facebook ដោយចំណាយតែ$50,000ហើយនៅពេលនេះតម្លៃហ៊ុនរបស់គាត់មានច្រើនជាង$30,000 លានឯណោះនៅក្នុងសៀវភៅមួយក្បាលនេះប្រាប់យើងថានៅក្នុងអាជីវកម្មបែបប្រពៃណីគំរូអាជីវកម្មនៃសហគ្រាសជោគជ័យគឺចេញដំណើរពី1ទៅ N មានន័យថាយកលំនាំតាមគំរូអាជីវកម្មជោគជ័យមុនដែលគេទទួលបានជោគជ័យរួចហើយពង្រីកឥទ្ធិពលនិងបំណែកទីផ្សាររបស់ខ្លួនតាមរយៈការប្រកួតប្រជែងហើយនៅក្នុងវិស័យបច្ចេកវិទ្យា model អាជីវកម្មរបស់ធុរកិច្ចបង្កើតថ្មីវិញគឺចេញដំណើរពីគ្មានទៅជាមានន័យថាប្រហែលជាគ្មានអ្នកណាធ្លាប់បានធ្វើរឿងនេះពីមុនមកទេព្រោះរឿងនេះជារឿងថ្មីដូច្នេះសហគ្រិនត្រូវបង្កើតគំរូអាជីវកម្មដោយខ្លួនឯងបង្កើតទីផ្សារដោយខ្លួនឯងដើម្បីសម្រេចបាននូវគោលដៅនេះត្រូវជៀសវាងពីការប្រកួតប្រជែងហើយជួនកាលនៅលើទីផ្សារគ្មានដៃគូប្រកួតប្រជែងនោះទេព្រោះវាថ្មីបញ្ហាគឺនៅលើទីផ្សារនៅឯងទីផ្សារគឺជាដៃគូប្រកួតប្រជែងរបស់អ្នកសៀវភៅនេះបានធ្វើឲ្យយើងមើលឃើញពីរឿងរ៉ាវជាច្រើននៅលើពិភពលោកនេះបានទូលំទូលាយជាងមុនសៀវភៅនេះប្រាប់យើងពី3ចំណុចសំខាន់ទី1ការប្រកួតប្រជែងមិនមែនជាឫសគល់នៃការបង្កើតថ្មីទេទី2ធុរកិច្ចបង្កើតថ្មីដែលជោគជ័យត្រូវតែគ្រងយកចំណែកទីផ្សារឲ្យបានច្រើនជាងគេនៅពេលដែលអ្នកឈរទៅដល់ចំណុចកំពូលនៅក្នុងវិស័យរបស់អ្នកទើបអាចនិយាយបានថាអ្នកទទួលបានជោគជ័យប៉ុន្តែភាពជោគជ័យទាំងនោះគ្រាន់តែបណ្ដោះអាសន្នតែប៉ុណ្ណោះទី3ដើម្បីរក្សាបាននៅតំណែងលេខ1នៅក្នុងវិស័យរបស់អ្នកត្រូវជៀសឲ្យឆ្ងាយពីការគិតតាមបែបធម្មតាត្រូវដើរបញ្ច្រាស់ទិសពីមនុស្សភាគច្រើនយើងមកធ្វើការបកស្រាយនៅចំណុចទី1សហគ្រិនត្រូវចាំថាការប្រកួតប្រជែងមិនមែនជាឫសគល់នៃការបង្កើតថ្មីទេយើងសុទ្ធតែដឹងហើយថានៅក្នុងទីផ្សារចាស់ទុំមានការប្រកួតប្រជែងជាច្រើនហើយនេះក៏ជាធម្មជាតិនៃការរកស៊ីដែរទីផ្សារដែលអ្នកទាំងអស់គ្នាឃើញសប្តាហ៍នេះគឺជាលទ្ធផលនៃការប្រកួតប្រជែងយ៉ាងខ្លាំងក្លាណាស់ដែរបើគ្មានការប្រកួតប្រជែងទេតម្លៃផលិតផលនិងសេវាកម្មដែលផ្ដល់ជូនអ្នកនៅលើទីផ្សារក៏មិនមានតម្លៃសមហេតុផលដោយសកម្មដែរតែអ្នកនិពន្ធសៀវភៅនេះលោក Peter Thiel បានយល់ថាការប្រកួតប្រជែងនាំមកនូវផលអាក្រក់ច្រើនជាងផលល្អហេតុអ្វីបានជាគាត់និយាយដូច្នេះបើនិយាយទៅវាគួរឲ្យចាប់អារម្មណ៍ការដែលគាត់យល់ដូច្នេះគឺដោយសារតែគាត់ធ្លាប់បានឆ្លងកាត់រឿងជាច្រើននៅក្នុងវិស័យនេះទាំងការរកស៊ីការងារនិងជីវិតវាពោរពេញទៅដោយការប្រកួតប្រជែងគ្រប់ទីកន្លែងឧទាហរណ៍យើងសិតតែធ្លាប់ឆ្លងកាត់ការប្រឡងនៅក្នុងប្រទេសណាក៏ដូចគ្នាដែរការបង្កើតការប្រឡងដើម្បីជាស្តង់ដារក្នុងការវាស់វែងសមត្ថភាពរបស់សិស្សតែការប្រឡងបែបនេះវាពោរពេញទៅដោយការប្រកួតប្រជែងតាំងពីតូចមកយើងត្រូវបានគេបង្រៀនថាត្រូវខំរៀនប្រឡងឲ្យបានពិន្ទុច្រើនប្រឹងឲ្យឈ្នះគេជាដើមម្នាក់ពោរពេញទៅដោយសម្ពាធហើយក្រោយពេលដែលអ្នកឡើងដល់សាកលវិទ្យាល័យអ្នកត្រូវប្រឡងគ្រប់មុខគ្រប់វិជ្ជាគ្រប់មហាវិទ្យាល័យទៀតផងត្រូវខំរក្សាពិន្ទុឲ្យបានល្អនិងប្រឡងយកសញ្ញាបត្រផ្សេងទើបមានឱកាសប្រឡូកចូលក្នុងវិស័យការងារនៅក្នុងបរិបទបែបនេះគេមិនសូវមើលឃើញទេពីទេពកោសល្យការស្រឡាញ់និងសមត្ថភាពពិសេសផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ការដែលគេយកការប្រឡងមកជាស្តង់ដារនៅក្នុងការកំណត់ពីសមត្ថភាពរបស់មនុស្សម្នាក់ពិតជាមិនត្រឹមត្រូវទាំងស្រុងទេហើយគ្រឹះស្ថានអប់រំកាន់តែខ្ពស់ការប្រឡងកាន់តែតឹងតែងកាន់តែលំបាកដែលធ្វើឲ្យសិស្សនិងនិស្សិតកាន់តែមានសម្ពាធហើយសិស្សដែលរៀនសូត្រកាន់តែពូកែកាន់តែយល់ថាខ្លួនមានសមត្ថភាពខ្ពស់ដោយសារតែខ្លួនប្រឡងបានពិន្ទុខ្ពស់គាត់ចំណាយពេលវេលាកាន់តែច្រើនដើម្បីរៀនសូត្រមេរៀនដើម្បីប្រឡងបានពិន្ទុខ្ពស់គាត់ខ្លាចចាញ់គេហើយគាត់យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណុចនេះជាជាងការដកហាត់ទេពកោសល្យផ្ទាល់ខ្លួនឬពេលខ្លះបដិសេធឱកាសល្អៗជាច្រើននៅក្នុងជីវិតរបស់គាត់អ្នកប្រកាសជាធ្លាប់បានឃើញសហគ្រិននិងអ្នកជោគជ័យជាច្រើននៅលើពិភពលោកដូចជា Mark Zuckerberg
Bill Gates ជាដើមដែលបោះបង់ចោលការសិក្សារបស់គាត់មកចាប់យកក្តីស្រមៃរបស់ខ្លួនយ៉ាងណាក៏ដោយនេះគ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់អ្នកនិពន្ធទៅលើប្រព័ន្ធអប់រំតែប៉ុណ្ណោះយើងក៏មិនលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាមិនយកចិត្តទុកដាក់ទៅលើការប្រឡងនោះទេតែគាត់គ្រាន់តែចង់រំលឹកឡើងថាការប្រឡងការប្រកួតប្រជែងធ្វើឲ្យបាត់បង់ឱកាសនៅក្នុងការបង្កើតថ្មីតែប៉ុណ្ណោះបើសិនជាអ្នកគិតថាការប្រឡងជាស្តង់ដារមួយនៅក្នុងការកំណត់ភាពឆ្លាតវៃនិងសមត្ថភាពរបស់មនុស្សអ្នកយល់ខុសហើយអ្នកនឹងបាត់បង់ឱកាសក្នុងការស្វែងរកខ្លួនឯងនិងសមត្ថភាពនិងទេពកោសល្យនៅក្នុងខ្លួនអ្នក Peter Thiel កាលពីក្មេងក៏ធ្លាប់ធ្លាក់នៅក្នុងការគិតបែបនេះដែរក្នុងជីវិតនិងការសិក្សាផ្ដោតតែទៅលើការប្រកួតប្រជែងគាត់ជាសិស្សពូកែនិងបានប្រឡងជាប់មហាវិទ្យាល័យច្បាប់នៃសាលា Stanford ដ៏ល្បីរបស់សហរដ្ឋអាមេរិកក្រោយពេលដែលគាត់បានបញ្ចប់ការសិក្សាគាត់បានប្រឡងចូលធ្វើជាក្រឡាបញ្ជីនៅក្នុងតុលាការកំពូលប្រឡងបានបន្ទុកយ៉ាងល្អប៉ុន្តែសម្ភារមិនជាប់គាត់ពិតជាមានការសោកស្ដាយនិងខកចិត្តជាខ្លាំងទៅលើលទ្ធផលនេះតែក្រោយមកគាត់គិតត្រឡប់ទៅវិញថាសំណាងហើយដែលប្រឡងមិនជាប់បើមិនអញ្ចឹងទេពេលនេះប្រហែលជាខ្លាយជាកលាវិទ្យាស៊ីប្រាក់ខែរដ្ឋបាត់ទៅហើយមានវត្តមាន PayPal ទៅលើពិភពលោកនេះទេក៏ដូចគ្នាដែរ Jack Ma ស្ថាបនិក Alibaba ក៏ត្រូវគេបដិសេធបន្តិចដងដែរនៅពេលដែលគាត់ដាក់ប្រឡងធ្វើជាប៉ូលីសសុំចូលរៀននៅសាលា Harvard ជាដើមត្រូវបានគេបដិសេធដោយសារតែគេគិតថាគាត់គ្មានសមត្ថភាពព្រោះគាត់ប្រឡងមិនជាប់រឿងក្រោយៗមកទៀតអ្នកទាំងអស់គ្នាក៏បានដឹងហើយពេលនេះ Alibaba គឺជាវេទិកាទិញលក់ទំនិញតាមអនឡាញធំជាងគេបំផុតនៅលើពិភពលោកសរុបមកវិញ Peter Thiel អ្នកនិពន្ធសៀវភៅនេះបានយល់ឃើញថាការប្រកួតប្រជែងអាចសម្លាប់ការបង្កើតថ្មីនិងធ្វើឲ្យមនុស្សភ្លេចគិតពីការដុសខាត់ទេពកោសល្យនិងសមត្ថភាពរបស់ខ្លួនទៅវិញប្រកបណាស់ Peter Thiel ធ្វើការអះអាងបែបនេះមិនមែនគ្រាន់តែបុកសរុបពីបទពិសោធន៍ដែលខ្លួនបានឆ្លងកាត់ប៉ុណ្ណោះទេក្នុងនាមជាសហគ្រិននិងអ្នកវិនិយោគជោគជ័យមួយរូបគាត់ក៏ត្រូវបានប្រទះនៅរឿងរ៉ាវជាច្រើនហើយតែងតែយល់ថាការប្រកួតប្រជែងពិតជាមិនអំណោយផលតែការបង្កើតថ្មីមែនការប្រកួតប្រជែងធ្វើឲ្យយើងយកចិត្តទុកដាក់និងតម្រង់ទិសទៅរកដៃគូប្រកួតប្រជែងរបស់យើងហើយមិនបានគិតអំពីការអភិវឌ្ឍខ្លួនធ្វើយ៉ាងណាឲ្យខ្លួនកាន់តែល្អកាន់តែរីកចម្រើនជាងមុនឡើយនិយាយពីការប្រកួតប្រជែងនៅក្នុងវិស័យបច្ចេកវិទ្យាយើងលើកយកក្រុមហ៊ុនពីរមកនេះទេគឺ Microsoft និង Google នៅពេលដែល Microsoft ចេញប្រព័ន្ធប្រតិបត្តិការ Windows Google ក៏ចេញ Chrome OS មកទប់ទល់នឹង Microsoft ក្រោយមក Microsoft បានបង្កើត Search Engine ដែលមានឈ្មោះថា Bing មកដណ្ដើមចំណែកទីផ្សាររបស់ Google Search Engine Microsoft មាន Internet Explorer ហើយ Google ចេញ Google Chrome មកដែរវាយបកទៅលើ Internet Explorer យ៉ាងទ្រុឌទ្រោម Tablet Microsoft Office ក៏ត្រូវ Google Nexus វាយប្រហារបន្តិចដែរចុះក្រុមហ៊ុនទាំងពីរនេះប្រកួតប្រជែងគ្នាលទ្ធផលចុងក្រោយទៅជាយ៉ាងណាលទ្ធផលគឺចាញ់ក្រោមដៃក្រុមហ៊ុនថ្មីមួយគឺក្រុមហ៊ុន Apple របស់ Steve Jobs នៅក្នុងឆ្នាំ2011តម្លៃក្រុមហ៊ុនរបស់ Microsoft និង Google ថ្លៃជាង Apple រាប់សិបដងឯណោះប៉ុន្តែមកដល់ឆ្នាំ2013តម្លៃខ្លួនរបស់ Apple មានរហូតដល់$500,000,000ឯតម្លៃខ្លួនរបស់ Microsoft និង Google បូកបញ្ចូលគ្នាមានត្រឹមតែ$460,000,000ប៉ុណ្ណោះនៅពេលដែលយើងមើលឃើញតែពីការប្រកួតប្រជែងនោះអ្នកនឹងបាត់បង់សតិអ្នកនឹងមិនមើលឃើញពីឱកាសថ្មីឬអាចនិយាយបានថាអ្នកថ្មីអាចមានឱកាសចូលមកដណ្ដើមចំណែកទីផ្សាររបស់អ្នកហើយលទ្ធផលធ្វើឲ្យអ្នកនឹកស្មានមិនដល់ឡើយអ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតការប្រកួតប្រជែងនឹងធ្វើឲ្យយើងសេចក្ដីគិតតែទៅលើរឿងរ៉ាវដែលអ្នកបានឆ្លងកាត់និងមិនសូវងាកមើលទៅមុខត្រៀមខ្លួនចាប់យកឱកាសនៅពេលអនាគតនោះទេនៅក្នុងវិស័យគ្រឿងអេឡិចត្រូនិកឯនោះវិញពេលបច្ចុប្បន្ននេះទូរស័ព្ទដៃទាំងអស់ស្ទើរតែមើលទៅដូចគ្នាអស់ទៅហើយ Apple បានស្រាវជ្រាវបង្កើតបច្ចេកវិទ្យា Scan ក្រយៅដៃដើម្បីដោះសោទូរស័ព្ទហើយបានដាក់នៅលើទូរស័ព្ទ iPhone 5S នៅក្នុងឆ្នាំ2013 Samsung ក៏ធ្វើដូចគ្នាអ្នកមានបច្ចេកទេស Scan ក្រយៅដៃខ្ញុំក៏មានបច្ចេកទេស Scan ក្រយៅដៃអ្នកមានបច្ចេកទេស Scan មុខមកអ្នកផ្សេងក៏អាចធ្វើបានដូចគ្នាអ្នកមានកាមេរ៉ាផ្នែក3ខាងនោះក៏ចេញកាមេរ៉ាផ្នែក3មកដូចគ្នានាំគ្នាប្រកួតប្រជែងតែរឿងដដែលមិនបានគិតពីការបង្កើតថ្មីសោះអ្នកប្រកាសជាយល់ថាចុះឲ្យធ្វើយ៉ាងម៉េចបើមិនធ្វើដូចគេប្រកួតប្រជែងជាមួយគេទេគេមានអ្នកគ្មានអ្នកប្រកាសជាចាញ់តែគេហើយដល់ពេលនោះអ្វីនឹងយឺតពេលអស់ប្រកាសជាត្រូវអតិថិជនបំភ្លេចចោលមិនខានតែអ្នកត្រូវដឹងថាការប្រកួតប្រជែងដែលធ្វើតាមគ្នាបែបនេះមិនត្រឹមតែគ្មានការបង្កើតថ្មីនោះទេថែមទាំងបាត់បង់លក្ខណៈពិសេសរបស់ខ្លួនទៀតផងនៅ Silicon Valley មានរឿងចម្លែកមួយកើតឡើងអ្នកបច្ចេកទេសកុំព្យូទ័រដែលមានជំងឺផ្លូវចិត្ត Asperger syndrome ភាគច្រើនគឺ
គឺជាអ្នកដែលជោគជ័យខ្លាំងនៅក្នុងតំបន់ជំងឺ Asperger syndrome គឺជាអ្វីជំងឺប្រភេទនេះនិយាយបានថាគឺជាជំងឺដែលខ្លាចការដើរហើរនៅខាងក្រៅស្រដៀងគ្នាទៅនឹងប្រភេទមនុស្ស introvert ដែលចូលចិត្តនៅតែឯងមិនចូលចិត្តទំនាក់ទំនងសង្គមប៉ុន្មានទេតើមនុស្សប្រភេទនេះហេតុអ្វីបានជាងាយនឹងក្លាយជាបុគ្គលជោគជ័យនៅ Silicon Valley ទៅវិញហេតុផលនោះគឺដោយសារតែពួកគេមិនចូលចិត្តទំនោរតាមបរិយាកាសនិងមនុស្សជុំវិញខ្លួនពួកគេចូលចិត្តធ្វើការតែឯងពួកគេយកចិត្តទុកដាក់តែទៅលើការងាររបស់ខ្លួនប៉ុណ្ណោះមិនសូវជាខ្វល់ខ្វាយនឹងសង្គមខាងក្រៅប៉ុន្មានទេហើយជាលទ្ធផលពួកគេសម្រេចសមិទ្ធផលបានល្អពិសេសនៅក្នុងវិស័យ IT នេះតែម្ដងទាក់ទងទៅនឹងការសរសេរកម្មវិធីនិងការងារដែលត្រូវការគំនិតច្នៃប្រឌិតខ្ពស់ជាដើមកាន់តែត្រូវការមនុស្សប្រភេទនេះហើយចំណែកមនុស្សធម្មតាវិញតែងតែមានការអូសទាញពីប្រភពខាងក្រៅគិតតែពីការប្រកួតប្រជែងក្នុងសង្គមការងារនិងការរកស៊ីចេះតែខ្លាចខ្លួនអន់ជាងគេហើយជាលទ្ធផលអ្នកនឹងបាត់បង់អ្វីជាខ្លួនឯងអ្នកមិនមើលឃើញពីអ្វីដែលខ្លួនឯងត្រូវការពិតប្រាកដឡើយមិនត្រឹមតែប៉ុណ្ណោះការប្រកួតប្រជែងនឹងធ្វើឲ្យអ្នកបាត់បង់នូវការផ្ចង់គំនិតអ្នកដែលធ្លាប់មើលកីឡាបាល់បោះ NBA ប្រកាសជាស្គាល់ពហុកីឡដ្ឋានល្បីឈ្មោះនៅសហរដ្ឋអាមេរិកដែលចំណាយលុយសាងសង់ជាង$18 លានដែលមានឈ្មោះថា Oracle Arena ហើយពហុកីឡដ្ឋាននេះមានឈ្មោះដូច្នេះដោយសារតែត្រូវបានឧបត្ថម្ភយ៉ាងពេញទំហឹងដោយក្រុមហ៊ុន Oracle គឺជាក្រុមហ៊ុនបង្កើតកម្មវិធីកុំព្យូទ័រជូនក្រុមហ៊ុនផ្សេងៗដ៏ធំមួយនៅក្នុងទីក្រុង Redwood City សហរដ្ឋអាមេរិកបង្កើតឡើងនៅឆ្នាំ1977អាចនិយាយបានថាជាក្រុមហ៊ុនបងធំនៅក្នុងតំបន់ថ្មីៗនេះរៀបនឹងដាក់ស្នើសុំទិញក្រុមហ៊ុន TikTok នៅសហរដ្ឋអាមេរិកផងអ្វីដែលគេចង់លើកឡើងត្រង់ចំណុចនេះគឺមានក្រុមហ៊ុនតូចៗជាច្រើនចង់ប្រកួតប្រជែងវាយប្រហារទៅលើក្រុមហ៊ុន Oracle តែ Oracle មិនខ្វាយផលនោះទេគេធ្វើតែរឿងគេអ្នកធ្វើនៅតែធ្វើអ្នកនិយាយនៅតែនិយាយអ្នកខ្លះដំឡើងបំពង់កនិយាយថាដៃគូប្រកួតប្រជែងរបស់ខ្ញុំគឺ Oracle ហើយខ្លួនជាក្រុមហ៊ុនធំជាងគេនៅ Redwood City ទៀតផងការធ្វើបែបនេះមិនទទួលការសាទរទេពីអ្នកប្រើប្រាស់បើធ្វើមិនបានល្អអាចមានពាក្យចចាមប្រាំប៉ះពាល់ដល់ក្រុមហ៊ុនទៀតផងបែបនេះហើយទើបគេលើកឡើងថាការយកចិត្តទុកដាក់ទៅលើការប្រកួតប្រជែងខ្លាំងពេកធ្វើឲ្យមនុស្សវង្វេងស្មារតីភ្លេចគិតពីការអភិវឌ្ឍខ្លួនឯងនៅខាងលើយើងបាននិយាយរួចហើយ Peter Thiel ខ្លួនឯងក៏ជាអ្នកធ្លាប់បានប្រឡូកនៅក្នុងវិស័យសហគ្រិនភាពដែរគាត់ធ្លាប់បានជួបរឿងជូរចត់មិនតិចទេអំពីការប្រកួតប្រជែងនៅក្នុងវិស័យរបស់លោកនៅឆ្នាំ1999គាត់បានបង្កើតក្រុមហ៊ុន PayPal ហើយដែលស្របាលគ្នានេះដែរ Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Motor នៅពេលនោះបានបង្កើត X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មទូទាត់សាច់ប្រាក់តាមអនឡាញស្រដៀងគ្នាទៅនឹងក្រុមហ៊ុន PayPal របស់ Peter Thiel ដែរក្រុមហ៊ុនទាំងពីរនេះជាក្រុមហ៊ុនដៃគូប្រកួតប្រជែងស្ទើរស្លាប់រស់នៅសម័យនោះដើម្បីវាយកចំណែកទីផ្សារពីដៃគូប្រកួតប្រជែងបុគ្គលិករបស់ក្រុមហ៊ុន PayPal ត្រូវថែមម៉ោងធ្វើការរហូតដល់100ម៉ោងក្នុងមួយសប្តាហ៍តែពួកគេមិនបានយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាពនៅក្នុងការបំពេញការងារទេតែបែរជាចំណាយពេលច្រើនទៅលើការគិតរកមធ្យោបាយធ្វើយ៉ាងណាដួលដៃគូប្រកួតប្រជែងតែប៉ុណ្ណោះមានបុគ្គលិករបស់ក្រុមហ៊ុន PayPal ម្នាក់ពោះហេតុណាស់គាត់បានទៅធ្វើក្របបែកមួយយកមកពេលប្រជុំហើយប្រាប់មិត្តភ័ក្តិរួមការងារគាត់ថាគាត់នឹងគិតពីវិធីធ្វើយ៉ាងណាដើម្បីសម្លេះក្រុមការងាររបស់ Elon Musk ចោលនៅពេលដែលអ្នកឈួតនឹងការប្រកួតប្រជែងរឿងអ្វីក៏អ្នកអាចធ្វើចេញដែរពិតជាគ្រោះថ្នាក់ដែរក្រោយមក Peter Thiel បានគិតពីរឿងនេះយ៉ាងម៉េចក៏មកអង្គុយតុរួមគ្នាជាមួយ Elon Musk មកពិភាក្សាគ្នាធ្វើយ៉ាងណាទើបអាចបញ្ឈប់សង្គ្រាមអាជីវកម្មនេះធ្វើឲ្យទាំងអស់គ្នារីកចម្រើនទាំងសងខាងក្រោយមកគេឃើញ PayPal រួមខ្លួនបញ្ចូលគ្នាជាមួយ X.com ដែលមាន Peter Thiel ធ្វើជា CEO របស់ក្រុមហ៊ុន X.com ជំនួសឲ្យ Elon Musk ហើយក្រោយមកត្រូវបានគេកែឈ្មោះទៅជា PayPal វិញរហូតមកដល់សប្តាហ៍ទើបធ្វើឲ្យចុងក្រោយគេឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់របស់ក្រុមហ៊ុន PayPal រហូតដល់ឡើងសារភាគហ៊ុនជោគជ័យនៅឆ្នាំ2002ហើយបានលូកខ្លួនទៅឲ្យ eBay នៅក្នុងឆ្នាំ2015អ្នកស្រាវជ្រាវនឹងសេដ្ឋកិច្ចវិទូជាច្រើនមានទស្សនៈផ្ទុយគ្នាពីទស្សនៈរបស់អ្នកនិពន្ធសៀវភៅនេះពួកគេយល់ថាមានតែការប្រកួតប្រជែងទេទើបអាចធ្វើឲ្យមានការបង្កើតថ្មីតែ Peter Thiel មិនយល់ដូច្នោះទេគាត់យល់ថាការគិតបែបនេះជាឫសគល់នៃបញ្ហាទៅវិញទេដើមហេតុមកពីអ្នកប្រាជ្ញរូបវិទ្យាមួយចំនួននៅក្នុងសតវត្សទី19ដែលធ្លាប់ធ្វើការស្រាវជ្រាវពីសកលពីចក្រវាឡដូចជាភពនៅក្នុងប្រព័ន្ធព្រះអាទិត្យជាដើមដែលមានទំនាញទៅវិញទៅមកទើបធ្វើឲ្យមានតុល្យភាពហើយពួកអ្នកប្រាជ្ញទាំងនោះក៏បានយកបាតុភូតបែបនេះមកទា
ទាញជាទ្រឹស្ដីនៅក្នុងការរកស៊ីដែរតើតែមានការប្រកួតប្រជែងទើបធ្វើឲ្យមានតុល្យភាពតម្លៃនៅក្នុងទីផ្សារជាក់ស្ដែងយើងមិនអាចយល់ដូចនេះបានទេបញ្ហានៅត្រង់ថានៅក្នុងសេដ្ឋកិច្ចវិទ្យាការចរាចរណ៍ទំនិញនិងលំហូរសាច់ប្រាក់នៅក្នុងទីផ្សារគឺមានការប្រែប្រួលមិនទៀងទាត់និងឆាប់រហ័សបំផុតខុសគ្នាដាច់ស្រឡះពីភពផ្សេងៗដែលមានលំនឹងរហូតមកដល់សប្តាហ៍នេះគឺជាលទ្ធផលនៃការប្រែប្រួលរាប់ពាន់ឆ្នាំឯណោះមិនអាចទាញយកបាតុភូតបែបនេះមកទាញជាទ្រឹស្ដីអនុវត្តនៅក្នុងវិស័យសេដ្ឋកិច្ចនេះទេនៅលើទីផ្សារក្រុមហ៊ុនដែលទទួលបានជោគជ័យជាក់ស្ដែងជាក្រុមហ៊ុនដែលហ៊ានធ្វើការបង្កើតថ្មីផ្ដល់នូវគុណតម្លៃពិតប្រាកដជូនអ្នកប្រើប្រាស់មិនមែនបានមកដោយការប្រកួតប្រជែងនោះទេអ្វីដែលគេអាចធ្វើបានគឺក្រុមហ៊ុនដទៃមិនអាចធ្វើបានឬនិយាយបានថាក្រុមហ៊ុនបានធ្វើដំណើរពី0ទៅ1ធ្វើឲ្យរបស់ដែលគ្មានទៅជាមានតែមិនមែនធ្វើរឿងណាដែលមានអ្នកដទៃគេធ្វើរួចហើយមកដណ្ដើមចំណែកទីផ្សាររបស់អ្នកមុនទើបទទួលបានជោគជ័យនោះទេការប្រកួតប្រជែងជាការធ្វើដំណើរពី1ទៅ n អាចនិយាយបានថាជាការប្រកួតប្រជែងគ្នារហូតមិនចេះចប់មិនចេះហើយនោះទេនេះមិនមែនជាធម្មជាតិនៃការធ្វើអាជីវកម្មឡើយខាងលើនេះជាចំណុចទី1ដែលយើងលើកឡើងថាការប្រកួតប្រជែងគ្មានផលល្អនោះទេហើយខាងក្រោមនេះយើងចូលមកដល់ចំណុចទី2ធុរកិច្ចបង្កើតថ្មីដែលជោគជ័យត្រូវតែសម្រេចឲ្យបាននូវភាពឈានមុខគេនៅក្នុងទីផ្សារទើបជាអាថ៌កំបាំងពិតប្រាកដនៅក្នុងការជំរុញក្រុមហ៊ុនរបស់ពួកគេធ្វើដំណើរពី0ទៅភាពជោគជ័យបានដូចដែលយើងបានលើកឡើងថាតាមរយៈការប្រកួតប្រជែងអ្នកមិនអាចទទួលបានជោគជ័យនោះទេហើយក៏មិនអាចបានដល់ចំណុចគោលដៅចុងក្រោយនៅក្នុងការធ្វើអាជីវកម្មដែរតើសហគ្រិននិងម្ចាស់ជំនួញត្រូវធ្វើដូចម្តេច Peter Thiel នឹងប្រាប់អ្នកពីចំណុចនេះយើងលើកឧទាហរណ៍មួយក្រុមហ៊ុនបម្រើសេវាកម្មហោះហើរ American Airlines មួយឆ្នាំត្រូវដឹកជញ្ជូនអ្នកដំណើររាប់លាននាក់សេវាកម្មនេះបង្កើតតម្លៃទីផ្សាររាប់សិបពាន់លានដុល្លារនៅក្នុងមួយឆ្នាំនៅឆ្នាំ2012តម្លៃមធ្យមនៃសម្បត្តិយន្តហោះមួយសន្លឹកគឺ$178តែប្រាក់ចំណេញដែលក្រុមហ៊ុនអាកាសចរទាំងនោះចំណេញពីអ្នកដំណើរម្នាក់មានត្រឹមតែ$0.37ប៉ុណ្ណោះតែបើនិយាយពីក្រុមហ៊ុនបច្ចេកវិទ្យាមួយវិញគឺ Google នៅឆ្នាំ2012តម្លៃទីផ្សាររបស់វាគឺមានតែជាង$50,000 លានប៉ុណ្ណោះបើប្រៀបធៀបទៅនឹងក្រុមហ៊ុនអាកាសចរវិញគឺតិចជាងឆ្ងាយណាស់តែប្រាក់ចំណេញដែល Google ទទួលបានពីការប្រើប្រាស់របស់បុគ្គលម្នាក់មានរហូតដល់21%ឯណោះភាគរយនៃប្រាក់ចំណេញនោះគឺ100ដងច្រើនជាងក្រុមហ៊ុនអាកាសចរហេតុអ្វីបានជាដូច្នេះសំអាងអី Google ហ៊ានចំណេញច្រើនយ៉ាងនេះនៅក្នុងភាសាសេដ្ឋកិច្ចគេបែងចែករឿងនេះជាពីរកម្រិតផ្សេងគ្នាកម្រិតទី1គឺស្ថិតនៅក្នុងការប្រកួតប្រជែងឯកម្រិតទី2អ្នកវាដាច់អ្នកដទៃคล้ายជាលេខ1នៅក្នុងវិស័យរបស់ខ្លួនយើងយកកម្រិតទី1មកនិយាយអ្នកសេដ្ឋកិច្ចបានលើកឡើងថាទីផ្សារដែលមានការប្រកួតប្រជែងគ្នារួចហើយនឹងទទួលបានតុល្យភាពនៅពេលដែលមានតម្រូវការសមស្របមួយនៅក្នុងស្ថានភាពបែបនេះរវាងអ្នកលេងជាច្រើននៅក្នុងទីផ្សារមិនមានអ្នកណាម្នាក់លេចធ្លោជាងគេនោះទេអ្នកទាំងអស់គ្នាសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នាចំណែកទីផ្សារក៏គ្មាននរណាម្នាក់គ្រងបានច្រើនជាងគេដាច់នោះដែរគឺនៅមានការប្រទីងប្រទង់ទៅវិញទៅមកលក់ទំនិញប្រហាក់ប្រហែលគ្នាផ្ដល់សេវាកម្មក៏មិនលើសគ្នាប៉ុន្មានដែរតម្លៃរបស់ផលិតផលទាំងនោះគឺទីផ្សារជាអ្នកកំណត់បើសិនជាអ្នកលក់ថ្លៃចំណេញច្រើនពេកមិនយូរទេនឹងមានអ្នកថ្មីមកប្រកួតប្រជែងដណ្ដើមអតិថិជនគោលដៅពីអ្នកហើយនៅពេលដែលមានការផ្គត់ផ្គង់កើនឡើងតម្រូវការនៅដដែលតម្លៃផលិតផលនឹងមានការធ្លាក់ចុះនេះគឺជាធម្មជាតិនៃសេដ្ឋកិច្ចទីផ្សារសេរីនៅពេលដែលមានការប្រកួតប្រជែងខ្លាំងឡើងនឹងមានក្រុមហ៊ុនខ្លះសុខចិត្តខាតដើម្បីរក្សាលំនឹងរបស់ខ្លួននៅលើទីផ្សារក៏មានក្រុមហ៊ុនខ្លះទៀតសម្រាប់ចិត្តបិទទ្វារដោយសារតែមិនអាចទ្រាំទ្រជាមួយការប្រកួតប្រជែងបាននៅពេលនោះអ្នកនៅសល់គឺជាអ្នកប្រឡូកដែលមានភាពនឹងថឹងជាងគេឬមានទុនក្រាស់ក្រែលជាងគេអាចឈរជើងបាននៅលើទីផ្សារតែអ្នកដែលអាចឈរជើងបានមិនអាចចំណេញច្រើនពេកនោះទេបើមិនអញ្ចឹងទេនឹងមានអ្នកចូលមកប្រកួតប្រជែងទៀតចំណេញតែសមរម្យនឹងទីផ្សារអាចទទួលយកបានហើយតម្លៃដែលនឹងថឹងនោះគេហៅថាតម្លៃនៃតុល្យភាពទីផ្សារនោះឯងការដែលយើងអាចគ្រប់គ្រងទីផ្សារតែឯងយើងនឹងមានឱកាសនៅក្នុងការដំឡើងតម្លៃនិងមានទីផ្សារដាច់តម្លៃផ្ទាល់ខ្លួនគ្មានដៃគូប្រកួតប្រជែងគ្មានអ្នកដែលមានផលិតផលឬក៏សេវាកម្មស្រដៀងយើងនោះទេនោះអ្នកនឹងទទួលបាននូវលាភសក្ការៈជាច្រើននៅក្នុងវិស័យរបស់ខ្លួនតែនៅក្នុងភាសាសេដ្ឋកិច្ចវិញការដែលខ្លាយជាលេខ1នៅក្នុងវិស័យណាមួយតើតែគេអាចផ្ដួលដៃគូប្រកួតប្រជែងអស់ឬគេអាចទទួលបាននូវការអនុញ្ញាតពិសេសណាមួយ
ពីរដ្ឋាភិបាលដូចជាអាជ្ញាប័ណ្ណនៅក្នុងការផលិតផលអ្វីមួយឬផ្ដល់សេវាកម្មណាមួយដែលអ្នកដទៃមិនអាចមានតែក្រុមហ៊ុនគាត់មួយប៉ុណ្ណោះដែលអាចធ្វើបានតែនៅបរិបទនេះក៏មានវិធីសាស្ត្រមួយទៀតដែរគឺប្រើប្រាស់វិធីបង្កើតថ្មីបោះមួយជំហានដើម្បីទទួលបាននូវចំណែកទីផ្សារតែម្នាក់ឯងតាមសមាជិកវងដូចជាឧទាហរណ៍ខាងលើក្រុមហ៊ុន Google គឺជាក្រុមហ៊ុនមួយដែលបានដាច់ក្រុមហ៊ុនដទៃក្រុងបានចំណែកទីផ្សារជាច្រើននៅក្នុងវិស័យរបស់ខ្លួនតាមរយៈការបង្កើតសេវាកម្មនិងផលិតផលថ្មីៗជាច្រើនចាប់ពីសតវត្សទី21មក Google បានវាស់ដាច់ Microsoft និង Yahoo នៅក្នុងវិស័យស្វែងរកព័ត៌មានអាចនិយាយបានថា number 1 ដោយតែអ្នកបានដឹងស្រាប់ហើយ Google បានប្រមូលព័ត៌មានជាច្រើននិង algorithm នៅក្នុងការស្វែងរកព័ត៌មាននិងទិន្នន័យតាមបណ្ដាញអ៊ីនធឺណិតបង្កើតនៅប្រព័ន្ធ ecology បន្តិចម្ដងរហូតដល់មានទំហំមកដល់សប្តាហ៍នេះមិនមែនជារឿងចៃដន្យទេក៏មិនមែនបានមកពីការប្រកួតប្រជែងដែរអ្នកប្រកាសជាឆ្ងល់ថាការនាំមុខគេនៅក្នុងទីផ្សារនៃក្រុមហ៊ុន Google ហេតុអ្វីបានជា Google ខ្លួនឯងមិនព្រមសារភាព Google មិនដែលនិយាយថាខ្លួនឯងជាវេទិកាស្វែងរកព័ត៌មានតាមបណ្ដាញអ៊ីនធឺណិតធំជាងគេនៅលើโลกនោះទេតាមពិតអ្នកដែលលេខ1ពិតប្រាកដមិនដែលហៅខ្លួនឯងថាលេខ1នោះទេគេនិយាយថាគេជាលេខ2តែខ្ញុំហ៊ានធានាថាបើសិនជា Google ហៅខ្លួនឯងថាជាបងធំទី2នៅក្នុងវិស័យនេះប្រកាសជាគ្មានអ្នកណាហ៊ានថាខ្លួនឯងជាលេខ1នោះឡើយសូម្បីតែ Bing របស់ Microsoft ឬ Yahoo និង Baidu ក៏ដោយការដែលដាក់ខ្លួនបែបនេះគឺគេមិនចង់ឲ្យអ្នកណាដឹងថាគេជាអ្នកឈានមុខគេនៅក្នុងវិស័យណាមួយឡើយព្រោះវាគ្រោះថ្នាក់ណាស់ដើម្បីទទួលបាននូវលាភសក្ការៈនិងប្រាក់ចំណេញរយៈពេលវែងថថេមួយគេប្រកាសជាលាក់បាំងខ្លះហើយឧទាហរណ៍បើសិនជាអ្នកនិយាយថា Google នាំមុខគេផ្នែកស្វែងរកព័ត៌មានតាមបណ្ដាញអ៊ីនធឺណិតចាប់បានចំណែកទីផ្សាររហូតដល់ 68% នៃទីផ្សារសរុប Google ប្រកាសជាដោះសារថាមិនមែនទេចំណូលយើងភាគច្រើន 90% បានមកពីការផ្សាយពាណិជ្ជកម្មទេតាហើយបើប្រៀបធៀបជាមួយនឹងទីផ្សារផ្សាយពាណិជ្ជកម្មនៅលើពិភពលោកយើងមានចំណែកទីផ្សារតែ 3.4% ប៉ុណ្ណោះយើងមិនមែនជាអ្នកឈានមុខគេនៅក្នុងវិស័យនេះទេចុះបើសិនជាយើងគិតថា Google ជាក្រុមហ៊ុនបច្ចេកវិទ្យាវិញព្រោះគេបានបង្កើតផលិតផលអេឡិចត្រូនិកជាច្រើនដូចជាឡានគ្មានមនុស្សបើកទូរស័ព្ទ Google Smartphone Google Pixel Google Nexus ជាដើម Google ប្រកាសជាបដិសេធថាគេមិនបាននាំមុខគេទេនៅក្នុងវិស័យនេះព្រោះចំណែកទីផ្សារក្នុងវិស័យនេះគេទទួលបានតែ 0.24% ប៉ុណ្ណោះដូច្នេះអ្នកដែលខ្លាំងពិតប្រាកដមិនដែលហៅខ្លួនឯងថាល្អជាងគេនោះទេឬនាំមុខគេនោះទេព្រោះគេមិនចង់ឲ្យមានបញ្ហាឬក៏ការវាយប្រហារពីខាងក្រៅដូច្នេះគេនឹងបង្វែរការយកចិត្តទុកដាក់របស់អ្នកធ្វើឲ្យអ្នកមើលមិនដឹងថាគេនាំមុខគេនៅក្នុងវិស័យណាមួយពិតប្រាកដឡើយផ្ទុយទៅវិញអ្នកដែលមិនមែនជាក្រុមហ៊ុននាំមុខគេតែងតែផ្សាយពាណិជ្ជកម្មធំថាខ្លួនឯងជាក្រុមហ៊ុននាំមុខគេដើម្បីទទួលបាននូវការយកចិត្តទុកដាក់និងទំនុកចិត្តពីអ្នកប្រើប្រាស់តែតាមពិតនាំមុខគេឬអត់មិនមែនគាត់ខ្លួនឯងជាអ្នកនិយាយទេគឺទីផ្សារទេជាអ្នកកំណត់ឧទាហរណ៍ថាមានគេបើកហាងលក់ម្ហូបឥណ្ឌាមួយនៅទីក្រុងភ្នំពេញដាក់ស្លាកផ្សាយពាណិជ្ជកម្មថាយើងជាភោជនីយដ្ឋានឥណ្ឌាធំជាងគេនិងនាំមុខគេនៅភ្នំពេញនិយាយបានល្អណាស់តែមិនសូវមានអ្នកជឿទេហើយអតិថិជនគេក៏បានដឹងដែរប្រកាសជាមានតែគាត់ម្នាក់ហើយការដែលនាំមុខគេឬអត់លុះត្រាតែមានការប្រគួតប្រជែងស្វិតស្វាញនៅលើទីផ្សារតែនេះដូចជាគ្មានទេមានតែគាត់បើកហាងម្នាក់ឯងហើយមិនខុសទេគាត់ប្រហែលជានាំមុខគេហើយហេតុអ្វីបានជាយើងទាំងអស់គ្នាក្នុងនាមជាសហគ្រិនចង់ឲ្យក្រុមហ៊ុនរបស់យើងឈានមុខគេនៅក្នុងវិស័យរបស់ខ្លួនក៏ព្រោះតែអ្នកដែលឈរនៅលេខ1ទទួលបាននូវលាភសក្ការៈច្រើនណាស់ Coca-Cola នាំមុខគេក្នុងវិស័យសូត្ររីទូរស័ព្ទ iPhone នាំមុខគេក្នុងវិស័យ Smartphone ទោះបីជា iPhone តម្លៃខ្ពស់កប់ពពកក៏ដោយក៏នៅតែមានអ្នកដកលុយពីហៅបៅអង្គុយដងជួលចាំទិញដែរដូចជា Google ដែលនាំមុខគេនៅក្នុងវិស័យនេះក៏មិនព្រួយបារម្ភពីការដណ្ដើមយកចំណែកទីផ្សារថ្មីពីអ្នកដទៃឡើយគេយកចិត្តទុកដាក់តែទៅលើក្រុមការងារនិងការអភិវឌ្ឍផលិតផលរបស់គេឲ្យកាន់តែប្រសើរជាងមុនមួយថ្ងៃស្វែងរកវិធីធ្វើយ៉ាងណាបង្កើតនៅផលិតផលថ្មីដើម្បីផ្ដល់ភាពភ្ញាក់ផ្អើលជូនអតិថិជនពាក្យស្លោករបស់ Google Don't be evil ដែលមានន័យថាកុំធ្វើអំពើអាក្រក់មានន័យយ៉ាងដូចម្តេចយើងអាចនិយាយបានថាវាជាការធ្វើ branding ដ៏ល្អមួយរបស់ក្រុមហ៊ុន Google វាចង់បង្ហាញពីសុជីវធម៌នៅក្នុងការធ្វើអាជីវកម្មនិងសីលធម៌ជាមនុស្សដាច់ខាតមិនប្រព្រឹត្តអំពើអាក្រក់ឡើយនេះគឺជាវប្បធម៌ដ៏ល្អមួយរបស់ក្រុមហ៊ុន Google វាបង្ហាញឲ្យឃើញថាអ្នកដែលឈានមុខគេបន្ទាប់ពីបានចំណូលច្រើនញ៉ាំឆ្អែតដេកស្រួលហើយគេមានពេលច្រើននៅក្នុងការធ្វើការងារផ្សេង
និយាយបែបណាក៏សមដែរតែបើសិនជាអ្នកស្ថិតក្នុងស្ថានភាពដែលមានការប្រកួតប្រជែងខ្លាំងនៅឡើយអ្នកនឹងមិនអាចទទួលបាននូវលាភសក្ការៈទាំងនេះទេនៅក្នុងការប្រកួតប្រជែងអ្នកគ្រាន់តែទទួលបាននូវផលចំណេញឬការឈ្នះក្នុងរយៈពេលខ្លីបណ្ដោះអាសន្នតែប៉ុណ្ណោះដូច្នេះអ្នកត្រូវគិតរកមធ្យោបាយរាល់ថ្ងៃឧទាហរណ៍ថាអ្នកជាម្ចាស់ភោជនីយដ្ឋានមួយដើម្បីទប់ទល់នឹងការប្រកួតប្រជែងនៅក្នុងទីផ្សារអ្នកត្រូវគ្រប់គ្រងថ្លៃដើមឲ្យបានល្អកាត់បន្ថយចំណាយកាត់បន្ថយបុគ្គលិកក៏មិនត្រូវលក់ថ្លៃពេកដែរសុទ្ធតែជារឿងដែលអ្នកត្រូវគិតទាំងអស់បើសិនជាអ្នកធ្វើអាហារដែលមានឱជារសឈ្ងុយឆ្ងាញ់អ្នកត្រូវចំណាយខ្ពស់ហើយបើចង់បានអតិថិជនច្រើនអ្នកត្រូវលក់ក្នុងតម្លៃថោកសមរម្យអ្នកនឹងមិនចំណេញច្រើនទេអំពីការរកស៊ីនេះអ្នកគិតកាត់បន្ថយចំណាយដែលមិនចាំបាច់មួយចំនួនរឿងដែលអ្នកអាចប្រើមនុស្សមកជំនួសបានអ្នកមិនហ៊ានចំណាយវិនិយោគទៅលើការទិញម៉ាស៊ីនជំនួសកម្លាំងពលកម្មទេហើយប្រសិទ្ធភាពការងារក៏មិនល្អដូចគេដែរអ្នកនិយាយទៅមើលនៅក្នុងការរកស៊ីមានការប្រកួតប្រជែងខ្លាំងយ៉ាងនេះបើអ្នកមិនខំប្រឹងទេអ្នកនឹងត្រូវគេវាយបាច់មិនខានឧទាហរណ៍មួយទៀតនិយាយពីក្រុមហ៊ុន2គឺសារព័ត៌មាន New York Times និងកម្មវិធីទូរស័ព្ទ Twitter ក្រុមហ៊ុនទាំងពីរនេះសុទ្ធតែមានបុគ្គលិករាប់ពាន់នាក់ដូចគ្នាសុទ្ធតែជាក្រុមហ៊ុនផ្ដល់នូវសារព័ត៌មានសំខាន់ទាន់ហេតុការណ៍នៅឆ្នាំ2013 Twitter បានឡើង IPO ដែលមានតម្លៃខ្លួន$4,000 លានតម្លៃខ្លួននេះស្មើនឹង13ដងនៃតម្លៃខ្លួនរបស់ New York Times ដែលបានបង្កើតឡើងជិត170ឆ្នាំទៅហើយគូបញ្ជាក់ផងដែរថាមួយឆ្នាំមុនពេលដែល Twitter ឡើង IPO គឺនៅឆ្នាំ2012សារព័ត៌មាន New York Times មានប្រាក់ចំណេញប្រចាំឆ្នាំរហូតដល់$133 លាននោះខណៈដែល Twitter គឺជាក្រុមហ៊ុនខាតដើមនៅឡើយអ្នកប្រកាសជាឆ្ងល់ហើយថាហេតុអ្វីបានជាក្រុមហ៊ុនខាតហើយអាចឡើង IPO បានខ្ញុំសូមបើកមុខកញ្ចក់បន្តិច IPO គឺជាការបោះផ្សាយលក់ភាគហ៊ុនក្រុមហ៊ុនជាសាធារណៈដែលអ្នកទាំងអស់គ្នាអាចទិញលក់ភាគហ៊ុនរបស់ក្រុមហ៊ុននោះនៅពេលណាក៏បានតាមរយៈផ្សារភាគហ៊ុននៅកម្ពុជាក៏មានផ្សារភាគហ៊ុនដែរដែលសាធារណជនអាចទិញភាគហ៊ុនក្រុមហ៊ុនរដ្ឋនិងក្រុមហ៊ុនឯកជនមួយចំនួនមានដូចជារដ្ឋកោទឹកកំពង់ផែស្វយ័តនិងធនាគារអេស៊ីលីដាជាដើមចំពោះម្ចាស់ក្រុមហ៊ុនឬសហគ្រិនការឡើង IPO អាចនិយាយបានថាជាគោលដៅចុងក្រោយមួយឬក៏អាចនិយាយបានថាជាចំណុចចាប់ផ្ដើមមួយថ្មីដែលបង្ហាញពីភាពជោគជ័យរបស់ស្ថាប័ននិងធុរកិច្ចបង្កើតថ្មីមួយនិយាយទៅកាន់ក្រុមហ៊ុន Twitter ឯនោះវិញហេតុអ្វីបានជាអ្នកវិនិយោគនាំគ្នាវិនិយោគទៅលើក្រុមហ៊ុនដែលកំពុងតែខាតទៅវិញព្រោះគេមើលឃើញពីលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីទាំងនោះអ្នកបានមើលឃើញពីឧទាហរណ៍ជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយចំនួនដូចជា Amazon, PayPal, Uber ជាដើមសុទ្ធតែជាក្រុមហ៊ុនខាតមុនឡើង IPO បាននិយាយពី Twitter វិញអ្នកវិនិយោគមើលឃើញថា Twitter នឹងនាំមុខគេក្នុងវិស័យសារព័ត៌មាននៅ10ឆ្នាំខាងមុខហើយគេដឹងថាសារព័ត៌មានតាមបែបប្រពៃណីដូចជា New York Times ពិតជាដល់ពេលដែលហួសសម័យទៅហើយក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនតាមបែបប្រពៃណីមានកន្លែងខុសគ្នាមួយខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រកាសជាមើលឃើញគឺក្រុមហ៊ុនបច្ចេកវិទ្យាភាគច្រើនតាំងពីបង្កើតឡើងមកខាតរហូតតែនៅតែទទួលបានការវិតម្លៃភាគហ៊ុនខ្ពស់កប់ពពកក្រុមហ៊ុនដែលអាចឈរជើងនៅលើទីផ្សារមានលំហូរសាច់ប្រាក់គ្រប់គ្រាន់រក្សាបាននៅប្រតិបត្តិការក្នុងក្រុមហ៊ុន5ទៅ6ឆ្នាំអាចនិយាយបានថាក្រុមហ៊ុននោះនឹងមានតម្លៃនិងមានស្ថិរភាពទៅហើយតែបើក្រុមហ៊ុនណាមួយផ្សេងទៀតដែលមានកម្លាំងនិងទុនប្រហាក់ប្រហែលគ្នាមកធ្វើការប្រកួតប្រជែងនោះប្រហែលជាអ្នកត្រូវកាត់ចំណែកទីផ្សារមួយចំណែកឲ្យគេហើយវាអាចប៉ះពាល់ទៅកាន់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអ្នកទៀតផងភោជនីយដ្ឋានក្លឹបកម្សាន្តសន្តាគារជាដើមសុទ្ធតែមានហានិភ័យនៅក្នុងការប្រកួតប្រជែងថ្ងៃនេះអ្នកប្រហែលជាមានចំណូលច្រើនតែមិនប្រកាសថាថ្ងៃស្អែកនៅតែបន្តបែបនេះទៀតទេព្រោះនឹងមានអ្នកថ្មីចូលមកដណ្ដើមចំណែកទីផ្សាររបស់អ្នកគ្រប់ពេលវេលានេះហើយដែលគេហៅថាដំណើរពី1ទៅnមានន័យថាគ្មានកោះគ្មានត្រៃឡើយអាណត់គ្មានដែនកំណត់អ្នកត្រូវហត់នឹងធ្វើដំណើរទៅមុខជារៀងរហូតមិនអាចឈប់បានទេបើអ្នកឈប់អ្នកនឹងត្រូវបានគេជំនួសគ្រប់វិនាទីប៉ុន្តែនៅក្នុងវិស័យបច្ចេកវិទ្យានៅពេលដែលអ្នកបង្កើតនៅផលិតផលដែលមានគុណតម្លៃមួយហើយវាងាយនឹងធ្វើឲ្យអ្នកក្លាយជាអ្នកឈានមុខគេនៅក្នុងវិស័យនោះណាស់ព្រោះគេមានទិន្នន័យច្រើននិងមានការរីកចម្រើនលឿននេះជាគុណសម្បត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអ្នកឃើញថាក្រុមហ៊ុនដែលឡើង IPO ភាគច្រើនជាក្រុមហ៊ុនបច្ចេកវិទ្យាក្រុមហ៊ុនខ្លះទើបតែបង្កើតបាន 2-3 ឆ្នាំប៉ុណ្ណោះឡើង IPO បាត់ទៅហើយដូចជាក្រុមហ៊ុន PayPal របស់អ្នកនិពន្ធសៀវភៅនេះជាដើម
ដូច្នេះក្រុមហ៊ុនប្រពៃណីត្រូវយកចិត្តទុកដាក់ទៅលើប្រាក់ចំណេញរយៈពេលខ្លីហើយក្រុមហ៊ុនបច្ចេកវិទ្យាត្រូវមើលពីចក្ខុវិស័យរយៈពេលវែងមិនត្រឹមតែត្រូវការរីកចម្រើនរឹតតែត្រូវការរីកចម្រើនដោយនិរន្តរភាពក្នុងរយៈពេលវែងទៀតផងដូច្នេះការប្រកួតប្រជែងបើជាបានគួរតែជាចំណុចសំខាន់ទី2ខ្ញុំសូមបញ្ចប់ត្រឹមនេះយើងចូលមកដល់ចំណុចទី3តែសំណួរសួរថាតើធ្វើយ៉ាងណាទើបអាចសម្រេចវាបានព្រោះវាមិនមែនជារឿងងាយស្រួលឯណាដើម្បីរក្សាបាននៅតំណែងលេខ1នៅក្នុងវិស័យណាមួយអ្នកនិពន្ធបានលើកឡើងប៉ុន្មានចំណុចខាងក្រោមទី1ផលិតផលទី2បណ្ដាញទី3ទំហំទី4 branding យើងមកធ្វើការស្ដាប់ចំណុចមួយទី1យើងនិយាយពីផលិតផលមានន័យថាផលិតផលរបស់អ្នកត្រូវតែល្អច្រើនដងជាងផលិតផលដែលមានស្រាប់នៅលើទីផ្សារហើយផលិតផលសេវាកម្មនិងគំរូអាជីវកម្មរបស់អ្នកត្រូវតែមិនងាយឲ្យគេថតចំណងបានឡើយដូចជា algorithm របស់ Google Search Engine ការស្វែងរកទិន្នន័យអនឡាញលឿនរហូតដល់បញ្ចេញលទ្ធផលជាង38លានលទ្ធផលក្នុងរយៈពេល1វិនាទីជូនអ្នកទៅតាមអ្វីដែលអ្នកត្រូវការបច្ចេកវិទ្យាបែបនេះគ្មានក្រុមហ៊ុនណាអាចធ្វើបានដល់ឡើយទេនៅពេលនេះក្រៅពីក្រុមហ៊ុន Google តើល្អកម្រិតណាទើបហៅថាល្អផលិតផលរបស់អ្នកត្រូវល្អជាងផលិតផលដែលមានស្រាប់នៅលើទីផ្សារយ៉ាងតិចក៏10ដងដែរទើបអាចឈានមុខគេនៅក្នុងវិស័យមួយបាននៅលើទីផ្សារគេមានពាក្យពេចន៍ជាច្រើននិយាយអំពីការជ្រៀតចូលនៅក្នុងទីផ្សារថ្មីគេឲ្យអ្នកស្វែងរកឲ្យឃើញនៅបញ្ហាឬចន្លោះប្រហោងដែលមាននៅក្នុងទីផ្សារបន្ទាប់មកបង្កើតនៅដំណោះស្រាយដោះស្រាយបញ្ហាទាំងនោះអ្នកនឹងទទួលបានជោគជ័យតែ Petersil យល់ថាការគិតបែបនេះមិនត្រឹមត្រូវទាំងស្រុងទេការដែលល្អជាងគេបន្តិចមិនអាចឲ្យអ្នកក្លាយជាអ្នកនាំមុខគេនៅក្នុងវិស័យរបស់អ្នកឡើយអ្នកត្រូវអភិវឌ្ឍខ្លួនឯងឲ្យល្អយ៉ាងហោចណាស់ក៏10ដងដែរជាងអ្វីដែលមានស្រាប់នៅលើទីផ្សារយកល្អបង្កើតនៅរបស់ថ្មីមួយទាំងស្រុងកុំធ្វើដូចគេធ្វើអ្វីដែលមិនមាននៅលើទីផ្សារឧទាហរណ៍មុនពេលដែលអ្នកនិពន្ធបង្កើតក្រុមហ៊ុន PayPal ប្រជាពលរដ្ឋសហរដ្ឋអាមេរិកទិញទំនិញតាមអ៊ីនធឺណិតត្រូវទូទាត់សាច់ប្រាក់ដោយប្រើមូលប្រធានប័ត្រដែលយើងហៅថា SAIC ដែលត្រូវចំណាយពេល7ទៅ10ថ្ងៃទើបទទួលបានលុយចូលគណនីធនាគារក្រោយពេលដែលមាន PayPal មកអ្នកទិញគ្រាន់តែបំពេញព័ត៌មានតែបន្តិចគឺអាចទិញបានហើយអ្នកលក់ក៏ទទួលបានលុយភ្លាមដែរអ្នកថាទៅមើលមិនមែនល្អជាងគេត្រឹម10ដងទេគឺរាប់រយរាប់ពាន់ដងឯណោះមិនជោគជ័យទៅចម្លែកអ្នកទាំងអស់គ្នានឹងហៅថា Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ត្រូវបានក្រុមប្រឹក្សាភិបាលបោះឆ្នោតបណ្ដេញចេញពី Apple នៅក្នុងឆ្នាំ1985ក្រោយមកត្រូវបានគេអញ្ជើញត្រឡប់មកវិញហើយក្រោយពេលដែលគាត់មកដល់ក្រុមហ៊ុនវិញភ្លាមរឿងទី1ដែលគាត់ធ្វើមុនគេគឺកាត់បន្ថយផលិតផលរញ៉េរញ៉ៃមិនចាំបាច់ចោលទុកតែ2-3មុខប៉ុណ្ណោះទុកតែផលិតផលណាដែលល្អជាងគេ10ដងប៉ុណ្ណោះចំណុចទី2គឺបណ្ដាញអ្នកត្រូវពង្រីកបណ្ដាញរបស់អ្នកធ្វើយ៉ាងណាឲ្យផលិតផលមួយមានគេប្រើច្រើនទៅឧទាហរណ៍ដូចជា Facebook ជាដើមអ្នកចុះឈ្មោះគណនីប្រើប្រាស់ Facebook មួយពិតជាមានសារៈសំខាន់ណាស់ហើយបច្ចុប្បន្ននេះវាជារឿងដែលចាំបាច់ខ្វះមិនបានទៀតផងព្រោះអ្នកត្រូវការប្រើប្រាស់វាដើម្បីបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួននៅទីនេះមានចំណុចពិសេសមួយបើសិនជាអ្នកចង់បង្កើតបណ្ដាញទំនាក់ទំនងដ៏ធំមួយអ្នកត្រូវធ្វើយ៉ាងណាឲ្យមនុស្សកាន់តែច្រើនប្រើប្រាស់វាតើជំហានទី1ត្រូវធ្វើបែបណាអ្នកត្រូវរកចំណុចចូលទៅកាន់ទីផ្សារឲ្យឃើញបើនិយាយពី Facebook Mark Zuckerberg បង្កើតវាឡើងសម្រាប់តែប្រើប្រាស់ដើម្បីធ្វើទំនាក់ទំនងនៅក្នុងសាកលវិទ្យាល័យ Harvard ប៉ុណ្ណោះបន្ទាប់មកគាត់ឲ្យសិស្សនៅក្នុងសាកលវិទ្យាល័យផ្សេងប្រើប្រាស់រហូតរីករាយសាយជុំវិញសហរដ្ឋអាមេរិកនិងជុំវិញពិភពលោកនៅពេលនេះអ្នកប្រើប្រាស់ Facebook មានជាង 2000 លាននាក់ជុំវិញពិភពលោកចំណុចទី3និយាយពីទំហំក្រោយពេលដែលអ្នករកឃើញចំណុចតូចមួយដែលអ្នកអាចចូលទៅកាន់ទីផ្សារបានហើយចំណុចបន្ទាប់អ្នកត្រូវដឹងពីវិធីពង្រីកវាតើពង្រីកយ៉ាងណាទៅអ្នកអាចធ្វើការពង្រីកទៅកាន់ផលិតផលឬសេវាកម្មដែលស្រដៀងគ្នាឬពាក់ព័ន្ធគ្នាទៅនឹងផលិតផលទី1ដែលអ្នកបានបង្កើតត្រឡប់មកមើល Amazon កាលពី2ទសវត្សរ៍មុនវិញក្រោយពេលដែលគេដាក់លក់ជាភៅឡើងល្បីជុំវិញសហរដ្ឋអាមេរិកហើយគេបានបង្កើតផលិតផលផ្សេងៗទៀតដូចជាលក់ CD លក់កាសែតភាពយន្តជាបន្តបន្ទាប់រហូតដល់ពេលនេះ Amazon ជាវេទិកាទិញលក់ទំនិញអនឡាញដ៏ធំមួយដែលមានទំនិញរាប់លានមុខតែអ្នកសូមប្រយ័ត្នចំណុចនេះបើសិនជាចំណុចដែលអ្នកជ្រើសរើសចូលទៅកាន់ទីផ្សារដំបូងមិនអំណោយផលឲ្យអ្នកពង្រីកទីផ្សារនៅពេលក្រោយ
នោះអ្នកប្រកាសជាយ៉ាប់ហើយឧទាហរណ៍ដូចជា eBay គឺជាវេទិកាទិញនិងលក់ទំនិញអនឡាញដូចគ្នានឹង Amazon ដែរតែដំបូងឡើយចាប់ផ្ដើមចេញពីគេហទំព័រដេញថ្លៃអតិថិជនគោលដៅរបស់ eBay មិនច្រើនទេហើយទីផ្សារក៏តូចចង្អៀតដែរដោយសារតែទំនិញដេញថ្លៃមិនសូវជាមានអ្នកចាប់អារម្មណ៍ច្រើនទេភាគច្រើនដូចជាកាក់របស់មួយទឹករបស់តាំងលម្អជាដើមចាប់ផ្ដើមមិនបានប៉ុន្មានផង eBay បានចាប់យកចំណែកទីផ្សារទាំងអស់របស់ខ្លួនហើយមិនយូរទេក្លាយជាបងធំនៅក្នុងវិស័យនេះតែពិបាកនឹងធ្វើ eBay ពង្រីកខ្លួនណាស់ការចាប់ផ្ដើមដំបូងបានកំណត់ពីជោគវាសនារបស់ eBay បាត់ទៅហើយថាដើរដល់ចំណុចណាដោយសារតែបែបនេះហើយទើបធ្វើឲ្យ eBay ដេញតាម Amazon មិនទាន់ឡើយនៅក្នុងវិស័យ e-commerce ដូច្នេះមុននឹងចូលទៅក្នុងទីផ្សារមួយអ្នកត្រូវគិតឲ្យហើយថាតើថ្ងៃក្រោយអ្នកនឹងពង្រីកវាទៅទិសខាងណាតែម្ចាស់អាជីវកម្មឬសហគ្រិនមួយចំនួនមិនអាចពង្រីកអាជីវកម្មរបស់ខ្លួនបានទេដោយសារតែ model អាជីវកម្មរៀងៗខ្លួនបើសិនជាអ្នកបើកភោជនីយដ្ឋានមួយលក់ដាច់ខ្លាំងភ្ញៀវច្រើនអ្នកប្រកាសជាត្រូវពង្រីកសាខាបន្ថែមប៉ុន្តែគិតដល់ពង្រីកសាខាអ្នកត្រូវជ្រើសរើសទីតាំងថ្មីរើសចុងភៅជំនាញរកអ្នកបម្រើបន្ថែមត្រូវចំណាយគ្រប់ទិសកាន់តែពង្រីកចំណាយដើមទុនកាន់តែច្រើនទៅតាមនឹងដូចគ្នាតែបើសិនជាកម្មវិធី Computer របស់ Microsoft វិញក្រុមវិស្វករនាំគ្នាបង្កើតតែមួយដងគឺអាចលក់បានរហូតបង្កើតដូចហើយរឿងដែលនៅសេសសល់គឺការលក់និងការធ្វើទីផ្សារតែប៉ុណ្ណោះរាល់ការលក់ម្ដងសុទ្ធសឹងតែជាប្រាក់ចំណេញទាំងស្រុងព្រោះគ្មានថ្លៃដើមនោះទេនៅក្នុង model អាជីវកម្មមិនចាំបាច់ជាក្រុមហ៊ុនបច្ចេកវិទ្យានោះទេក្រុមហ៊ុននៅក្នុងវិស័យចំណីអាហារក៏អាចយកឧទាហរណ៍ជោគជ័យរបស់គេមកធ្វើការសិក្សាជាគំរូដែរដូចជាក្រុមហ៊ុន Starbucks និង Business Franchise របស់ KFC ជាដើមចំណុចចុងក្រោយដែលអាចធ្វើឲ្យក្រុមហ៊ុនអ្នកឈានមកគេនោះគឺការធ្វើ branding បើនិយាយពី brand យើងមិនអាចមើលរំលងក្រុមហ៊ុន Apple ទេការរចនាខាងក្រៅសាមញ្ញគួរឲ្យទាក់ទាញការប្រើប្រាស់ងាយស្រួលនិងការកំណត់អតិថិជនគោលដៅច្បាស់លាស់ទើបគេអាចធ្វើ branding បានយ៉ាងល្អមានក្រុមហ៊ុនជាច្រើនខំចំណាយថវិកាយ៉ាងច្រើនដើម្បីផ្សាយពាណិជ្ជកម្មបើកសាខាលក់ប្រើប្រាស់វត្ថុធាតុដើមប្រណិតហើយពេលខ្លះលួចយកការរចនារបស់ក្រុមហ៊ុន Apple ទៅទៀតតែគេមិនអាចទាញយកអតិថិជនដែលស្មោះត្រង់របស់ Apple បានឡើយហេតុអ្វីទៅដោយសារតែក្រៅពីការរចនាដ៏ល្អឯករបស់ Apple គេមាននៅបច្ចេកវិទ្យាទ្រទ្រង់ដ៏រឹងមាំនិងប្រព័ន្ធ Ecology ផ្សេងទៀតដូចជា App Store និង iTunes ជាដើមអ្នកផលិតកម្មវិធីរាប់ម៉ឺននាក់កំពុងតែបង្កើតកម្មវិធី iPhone សម្រាប់ក្រុមហ៊ុន Apple ដែលអ្នកទាំងនោះមិនមែនជា developer របស់ក្រុមហ៊ុន Apple ទេខុសពី developer របស់ OS Store របស់ Nokia កាលពីសម័យមុនដែលប្រើប្រាស់បុគ្គលិកផ្ទាល់ខ្លួនដើម្បីផលិតកម្មវិធីដូច្នេះ brand របស់ក្រុមហ៊ុន Apple ជាសម្រិតអាត់មួយដ៏សំខាន់ដែលធ្វើឲ្យផលិតផលរបស់គេដក់ជាប់នៅក្នុងចិត្តរបស់អ្នកប្រើប្រាស់ចំណុចទាំង4ខាងលើនេះសរុបទៅមានផលិតផលបណ្ដាញទំហំនិង brand ដែលជាសសរស្តម្ភទាំង4នៅក្នុងការទ្រទ្រង់អាជីវកម្មមួយឲ្យទទួលបាននូវការឈានមុខគេក្នុងវិស័យហើយក៏ជាអាថ៌កំបាំងនៅក្នុងការជំរុញធុរកិច្ចបង្កើតថ្មីមួយពីចំណុច0ទៅ1ដែរ